ប្រធានបទលើកនេះយើងនិយាយពីរឿងបញ្ហាដែលយើងតែងតែយកមក debate ឆ្ងល់ថាហេតុអ្វីអ្នកខ្លះគាត់រៀនអត់បានច្រើនទេតែគាត់អាចខ្លាយទៅជាអ្នកមានណាអ្នកមាននៅភាសាខ្មែរយើងហ្នឹងហៅថាសេដ្ឋីហ្នឹងអញ្ចឹងហ្នឹងខ្ញុំនឹងយកប្រធានបទហ្នឹងយកមកវែកញែកដើម្បីបានជាគំនិតឲ្យអ្នកនេះយកមកត្រៀបពិចារណាបន្ថែមទៀតអូខេឥឡូវយើងចាប់ផ្ដើមមើលថាតើមានទេអ្នកដែលរៀនសូត្របានតិចហើយខ្លាចជាសេដ្ឋីជាសង្កេតឃើញថាពិតជាមានមែនមិនត្រឹមតែក្នុងសង្គមខ្មែរសង្គមណាក៏ចឹងអាចថាពិភពលោកសង្គមអាមេរិកកាំងក៏ចឹងដែរព្រោះយើងមានឧទាហរណ៍មកបង្ហាញជាក់ស្ដែងឧទាហរណ៍ដូចជាលោក Henry Ford ដែលគាត់ដូចជារៀនអត់បានចប់វិទ្យាល័យផងទេគាត់អាចខ្លាចជាសេដ្ឋីពាន់លានអានឹងឃើញយើងឃើញផុសតាងហើយទៅយើងឃើញដូចជាលោក Bill Gates ដែលគេចំណាំលើកយកគាត់មកនិយាយគាត់រៀនអត់ចប់មហាវិទ្យាល័យទេតែគាត់ខ្លាចជាសេដ្ឋីមានលំដាប់កំពូលជាងគេលើពិភពលោកចឹងយើងឃើញសង្កេតឃើញច្រើននៅក្នុងសង្គមខ្មែរក៏មានច្រើនដែរសួរថាហេតុអីបានគាត់រៀនអត់ច្រើនសោះគាត់អាចខ្លាចទៅជាសេដ្ឋីដែលយើងរៀនដល់ចង្ការដល់បណ្ឌិតដល់អីយើងអត់អាចទៅជាសេដ្ឋីដូចគាត់បើសិនជាអ្នកនរគ្នាមានណាមួយអត់បានអានថងឡែង chapter 1របស់ Super Rich គឺ specialized knowledge គឺអ្នកនរគ្នាអាចងាយយល់លឿនមែនតើសង្ឃថាខ្ញុំមិនបាច់ចាំយកវិញហើយក៏អាចយល់បានដែរជាទូទៅអ្នកមានគឺគាត់មានជំនាញពិសេសដែលគេហៅថា specialized knowledge ហូចភាគច្រើនយើងតែងតែយល់ច្រឡំពាក្យថារៀនមួយម៉ាត់យើងនិយាយសម្គាល់រៀនតិចរៀនច្រើនគឺយើងសម្គាល់តែរៀននៅសាលារៀននៅសាកលវិទ្យាល័យរៀននៅអីចឹងណាប្រព័ន្ធ academic គេហៅថាgeneral knowledge យើងយកកន្លែងហ្នឹងយកមកនិយាយរហូតដល់អញ្ចឹងទៅវាធ្វើឲ្យយើងមានការយល់ច្រឡំថាលុះត្រាតែយើងទៅរៀន general knowledge រៀននៅសាលាហ្នឹងឲ្យបានច្រើនបានរាប់ថារៀនបានច្រើនតែអត់ចឹងឯងលោក Napoleon Hill គាត់បានបញ្យល់ផ្សេងមានន័យថាអ្នករៀនបានច្រើនមិនសំខាន់ថារៀននៅសាលាសំខាន់រៀននៅក្នុងជំនាញរបស់គាត់ហ្នឹងឲ្យចេះច្បាស់ពេលហ្នឹងគឺគាត់រាប់ថារៀនបានច្រើនហើយឥឡូវដូចលោក Henry Ford គាត់ឲ្យរៀនចប់វិទ្យាល័យមែនប៉ុន្តែជំនាញធ្វើឡានជំនាញលក់ឡានគឺគាត់មានច្បាស់សឹងថាបណ្ឌិតមិនមែនថាសឹងថានិយាយចំបណ្ឌិតនៅសាកលវិទ្យាល័យក៏អត់ចេះធ្វើឡានបានប្រហែលគាត់ដែរព្រោះអត់ដែរបានស្វែងយល់ពីអានឹងច្បាស់ដូចគាត់ទេឥឡូវដូចលោក Bill Gates ចឹងបណ្ឌិតនៅ Harvard ក៏ចេះតាក់ទងនឹងជំនាញរបស់គាត់នឹងចេះអត់ដល់គាត់ដែរព្រោះគាត់ស្វែងយល់ពីអានឹងធ្វើពីអានឹងច្រើនដូចគាត់កំពុងតែរៀនដែរគ្រាន់តែថាគាត់រៀនអត់មានសាកលវិទ្យាល័យណាមកគ្រប់គ្រងអត់រៀននៅក្នុងក្រមកម្មវិធីរបស់សាកលវិទ្យាល័យទេគឺគាត់រៀនជាមួយនឹងបញ្ហាជាក់ស្ដែងហើយព្យាយាមដោះស្រាយវាអញ្ចឹងធ្វើឲ្យគាត់ចេះដឹងច្រើនអញ្ចឹងបើនិយាយពីកម្រិតចំណេះដឹងរបស់គាត់ហ្នឹងវាថាលើសបណ្ឌិតទៀតផងនៅក្នុងជំនាញរបស់គាត់ហ្នឹងអញ្ចឹងបានធ្វើឲ្យគាត់ខ្លាយទៅជាអ្នកមានហូចមែនតើក្នុងសង្គមអាមេរិកកាំងយើងមើលមកសង្គមខ្មែរយើងក៏ដូចគ្នាដែរយើងឃើញអ្នកមានដែលគាត់រៀនអត់បានចប់មហាវិទ្យាល័យអីយើងសាកទៅជួបនិយាយមួយគាត់មិនដឹងថាគាត់ចេះច្រើនណាតែគាត់ចេះនៅក្នុងជំនាញរបស់គាត់ហ្នឹងអញ្ចឹងក្នុងជំនាញរបស់គាត់ហ្នឹងបើសិនជាគាត់អត់ស្វែងយល់រៀនគឺគាត់អត់ចេះបានទេគាត់អត់អាចបកកែបានទេក្នុងជំនាញហ្នឹងគាត់នឹងធ្វើបានធ្វើលេះអញ្ចឹងគាត់អត់អាចទៅជាសេដ្ឋីបានទេអញ្ចឹងត្រឡប់មកវិញអញ្ចឹងបើសិនជាបងប្អូនយល់ថាគេរៀនបានតិចក៏ខ្លាចជាសេដ្ឋីបងប្អូនយល់ច្រឡំហើយគេរៀនតិចហ្នឹងគឺគេរៀនតែរឿងជំនាញទូទៅទេគេហៅជំនាញទូទៅគាត់រៀនតិចមែនព្រោះចំណេះដឹងទូទៅវាអត់សំខាន់តាក់ទងទៅនឹងការរលុយទេចំណេះដឹងទូទៅបើនិយាយពីសំខាន់តាក់ទងទៅក្នុងការអប់រំចឹងបានពេលខ្លះយើងចេះតែត្រូលគ្រូបរៀនហាងគ្រូបរៀនចេះច្រើនបរៀនគេបានមិនអត់ទៅជំនាញដោយសារគ្រូបរៀនច្រើនតាក់ទងចំណេះដឹងទូទៅគាត់មិនមែនរៀនជំនាញតាក់ទងនឹងចំណេះដឹងជំនាញដែលត្រូវការទៅបង្កើតលុយនឹងទេហេតុអីបានអញ្ចឹងព្រោះជំនាញរបស់គាត់ជាគ្រូបរៀនចឹងគាត់ត្រូវតែចេះចំណេះទៅច្រើនដើម្បីជួយបង្ហាញបំភ្លឺសិស្សឲ្យសិស្សយល់ដឹងអីចឹងទៅអញ្ចឹងអានឹងជាអាជីពរបស់គាត់ហើយអត់អាចថាគាត់បរាជ័យព្រោះលុយមួយមុខមិនអាចរាប់យកមកភាពចង់និយាយថាมันអាចកំណត់ភាពជោគជ័យរបស់មនុស្សតាមរយៈចំនួនលុយទេគេកំណត់តាមរយៈសេចក្តីសុខផ្លូវចិត្តដែលមនុស្សទទួលបានអញ្ចឹងគាត់ស្រឡាញ់អាជីពគាត់មានសេចក្តីសុខផ្លូវចិត្តជាមួយនឹងអាជីពហ្នឹងអញ្ចឹងគាត់ជោគជ័យទេអ្នកខ្លះមានលុយច្រើនមិនប៉ុន្តែអត់មានសេចក្តីសុខផ្លូវចិត្តប៉ុណ្ណោះពិបាកចិត្តរាល់ថ្ងៃហ្នឹងអញ្ចឹងរាប់ថាជោគជ័យមិនកើតចឹងកន្លែងហ្នឹងតើយើងស្វែងយល់កន្លែងហ្នឹងបានយើងឈប់មានការអីណាត្រូលអីទៅលើគ្រូបរៀនប៉ុន្តែគ្រូបរៀនក៏មានតែជាសេដ្ឋីណាគ្រូបរៀនដែលគាត់មានចំណេះដឹងជំនាញច្បាស់លាស់អាហ្នឹងគេហៅ specialized knowledge ដែលខ្ញុំនិយាយហ្នឹងក៏គាត់តែជាសេដ្ឋីដែរឧទាហរណ៍ដូចលោក Robert Kiyosaki គាត់ជាគ្រូបរៀនណាគ្រូបរៀនផ្នែកហិរញ្ញវត្ថុដែលល្បីល្បាញ
រហូតដល់គាត់ទិញ franchise money and you យកមកឆ្នៃបើកធ្វើខ្លួនឯងទៀតចឹងទៅអញ្ចឹងយើងឃើញថាដោយសារតែគាត់មានជំនាញហិរញ្ញវត្ថុច្បាស់លាស់ហ្នឹងបានធ្វើឲ្យគាត់អាចទៅជាសេដ្ឋីបានហើយគាត់ត្បិតតែគាត់ជាគ្រូបរិញ្ញាមួយទៅខ្វាយគ្រូបរិញ្ញាទៅជាសេដ្ឋីមកក៏គ្រប់គ្នាហ្នឹងនៅពេលដែលគាត់មានជំនាញច្បាស់លាស់អូម៉ាដូចលោកចែកម៉ាលោកចែកម៉ាជាគ្រូបរិញ្ញាភាសាអង់គ្លេសពេលមកគាត់ទៅជាសេដ្ឋីដោយសារគាត់ចេះជំនាញរបស់គាត់ជំនាញលក់ជំនាញបង្កើតក្រុមហ៊ុន Alibaba អីគាត់ហ្នឹងគាត់មាន skill ណាអញ្ចឹងបានធ្វើឲ្យគាត់អាចទៅជាសេដ្ឋីបានឃើញអញ្ចឹងបើសិនជាយើងអត់រៀនបានអត់គេថាអត់មានវាសនាអត់មានសំណាងរៀនចប់មហាវិទ្យាល័យទៅគេកុំគិតថាជីវិតរបស់យើងនឹងគឺចប់កុំគិតថាយើងមិនអាចមានបានដូចគេមិនអញ្ចឹងទេយើងត្រូវតែគិតឡើងវិញថាចំណេះដឹងដែលរៀននៅសាកលគ្រាន់តែជា general knowledge ទេគ្រាន់តែចំណេះទូទៅទេសំខាន់ចំណេះជំនាញបើយើងនិយាយពីតកតងការរលុយអីហ្នឹងចំណេះជំនាញសំខាន់ជាងអញ្ចឹងយើងស្វែងរកចំណេះជំនាញណាដែលយើងគិតថាសាកសមមួយយើងដែលយើងមានដងធ្វើវាឲ្យខ្លាំងឲ្យស្ទាត់ជំនាញហើយយកវាទៅឆ្នៃដើម្បីបង្កើតលុយពេលហ្នឹងគឺយើងទទួលបានលុយច្រើននេះយើងសាកសង្កេតមើលហងៃសូម្បី YouTuber លេងតែ game ក៏គេរកបានវ៉លលៀនដែរហ្នឹង Messi ទាត់បាល់រកបានវ៉លលៀន Ronaldo ទាត់បាល់រកបានវ៉លលៀនប៉ាកេអៅវាយបណ្ដាលរកបានវ៉លលៀន Floyd Mayweather រកលុយឡើងចូល10 billion នេះទៀតស្អីចំណេះជំនាញហ្នឹងឃើញហ៎សួរថា general knowledge មើលដាក់គណិតវិទ្យាឲ្យធ្វើមើលដាក់អង្ការឲ្យធ្វើមើលធ្វើចាំទៅចាញ់ចាស់ព្រោះមិនដែលរៀនក្នុងកើតទេប៉ុន្តែបើសិនជាទៅជំនាញរបស់គាត់អាហ្នឹងគាត់ហើយអញ្ចឹងបានគាត់អាចទៅជាអ្នកមានអញ្ចឹងយើងត្រូវបដូរផ្នត់នឹកឡើងហ្នឹងថាអ្នកដែលមានហ្នឹងគឺគាត់រៀនមែនប៉ុន្តែគាត់រៀនក្នុងទម្រង់បែបអ្នកខ្លះរៀនក្រោមទម្រង់បែបវឹកហាត់អ្នកខ្លះរៀនក្រោមទម្រង់បែបអនុវត្តអញ្ចឹងខុសពីការរៀនទាំងអស់នោះវាមានលក្ខណៈខុសគ្នាដូច Messi Ronaldo គាត់រៀនក្រោមទម្រង់ការវឹកហាត់អញ្ចឹងគាត់ត្រូវទៅវឹកហាត់ទាត់វឹកហាត់ខ្លាំងអានោះគឺគាត់កំពុងតែរៀននេះគឺគាត់រៀនទាត់បាននឹងឲ្យស្ទាត់ជំនាញហ្នឹងបានគាត់តែជាអ្នកអាជីពដូច Manny Pacquiao អញ្ចឹងគាត់រៀនណារៀនវាយរៀនអត់ទោះហើយរៀនអត់ឈប់ទេដូចយើងរៀនអនុវត្តលំហាត់គណិតវិទ្យារូបវិទ្យាយ៉ាងដូចគ្នាអញ្ចឹងមកគាត់អាចទៅជាអ្នកជំនាញបានគាត់អាចរកលុយបានច្រើនហ្នឹងហើយអ្នកចម្រៀងល្បីៗក៏គាត់រៀនដែររៀននោះពុតសលេងទៅគាត់រៀនល្មិចខ្លះទៅគាត់ព្យាយាមមិនខ្លះមកគាត់អាចជោគជ័យនឹងបានអញ្ចឹងគឺគាត់ត្រូវរៀនខ្លាំងណាដូចលីសាឡុងអីមួយលីសាឡុងខ្ញុំធ្លាប់មើលឯកសារប្រវត្តិរបស់គាត់អីថាវឹកហាត់ខ្លាំងណាតាំងពីព្រលឹមតយប់អីហ៎វឹកហាត់ខ្លាំងណាលើសយើងរៀនសិស្សរៀនត្រៀមប្រឡងសិស្សបកាយទៀតហ៎អញ្ចឹងមកគាត់អាចជោគជ័យដល់កម្រិតនឹងបានណាអញ្ចឹងយើងគ្រាន់តែដឹងថារៀននឹងក្រោមទម្រង់ខុសគ្នាទៅបានអញ្ចឹងអ្នកណាគេរៀនដែរគាត់ណារៀនមួយទទួលស្គាល់ពីសាកលវិទ្យាល័យដែលយើងហៅថា general knowledge នឹងទទួលស្គាល់ពីសាលារៀនមួយទៀតគឺរៀនតាមការអនុវត្តតាមការធ្វើជាក់ស្ដែងដល់ខ្លួនឯងហ្នឹងអាហ្នឹងវាអត់មានសាកលវិទ្យាល័យណាទទួលស្គាល់ទេប៉ុន្តែបើយើងវាស់ស្ទង់កម្រិតចំណេះដឹងហ្នឹងវាក្នុងកម្រិតមួយខ្ពស់បានមនុស្សនឹងអាចជោគជ័យបានអញ្ចឹងមិនបាច់ខ្វល់ថាចូលសាកលទេបើយើងអត់បានចូលឧទាហរណ៍ណាអញ្ចឹងរៀនអាជំនាញរបស់យើងឲ្យស្ទាត់ទៅប៉ុន្តែបើយើងនៅក្នុងបានចូលរៀនសាកលទេអាហ្នឹងយើងផឹងឲ្យអស់ក្នុងជំនាញយើងចឹងដែរទៅពោះចុងក្រោយគង់តែយើងថិតទៅរកស្វែងទៅរកជំនាញជាក់លាក់ណាមួយទេបានយើងអាចរលុយបានក្នុងចំនួនមួយដែលយើងចង់បានអញ្ចឹងណាបើសិនជាយើងអត់ទេយើងមានតែចំណេះដឹងទូទៅ general knowledge ទៅមុខអានឹងពិបាកដែរឥឡូវឧទាហរណ៍មួយដែលគេចំណាំទៅនិយាយលេងណាអូគេថាតាមតោដប់ចេះច្រើនណារឿងយោបាយតែគាត់មិនបានមានសារគាត់ចេះតែនិយាយចឹងប៉ុនសួរយកជាសាច់ការឲ្យឡើងទៅវិភាគជាក់ស្ដែងដូចគេទៅជាអ្នកវិភាគជំនាញវិភាគអត់កើតទេបានតែនិយាយចឹងណាអញ្ចឹងអត់មានជំនាញច្បាស់លាស់ឲ្យគេអត់អាចទៅជាអ្នកមានទេបើសិនជាគាត់មានជំនាញច្បាស់លាស់គាត់ជួបតោដប់បានហើយទៅដើរវិភាគតាមមជ្ឈតាមទទួលហ្នឹងក៏បានដែរសេតអត់បត់វិភាគហ្នឹងឲ្យទៅថាត្រូវក៏បានដែរប៉ុន្តែវាមិនអញ្ចឹងមិនជំនាញអញ្ចឹងណាអញ្ចឹងយើងត្រូវស្វែងយល់កន្លែងហ្នឹងទទួលយកការពិតកន្លែងហ្នឹងហើយធ្វើការផ្លាស់ប្ដូរខ្លួនឯងរៀនអីរៀនឲ្យច្បាស់ហើយរៀនឲ្យយកមកប្រើប្រាស់ឲ្យកើតចេះអីចេះច្បាស់ចេះយកមកប្រើប្រាស់ឲ្យកើតអានោះបានថ្ងៃក្រោយយើងអាចធូរកម្លាំងកាយប្រើបញ្ញាច្រើនជាងមុនបាទខ្ញុំគិតថាការចែកម្លែកហ្នឹងវាជាកលិះក្នុងការត្រៀមពិចារណាបន្ថែមដល់បងប្អូនហើយពិសេសឈប់យល់ច្រឡំថាសិទ្ធិរៀនបានតិចឈប់យល់ច្រឡំកន្លែងហ្នឹងណាអ្វីដែលយល់ត្រូវវិញសិទ្ធិរៀនបានច្រើនគ្រាន់តែមិនបានរៀននៅក្នុងសាលាអីចឹងទៅមួយចំនួនណាអ្នកខ្លះគាត់រៀនក្នុងសាលាដល់បណ្ឌិតដល់អីគាត់ទៅជាសិទ្ធិក៏អត់ខ្វះដែរកន្លែងហ្នឹងបាទអូខេអញ្ចឹងសូមបញ្ចប់ត្រឹមហ្នឹងអរគុណ